ញ្ញាតឲ្យខ្លួនឯងបាទឲ្យខ្លួនឯងបង្ហាញបងប្អូនពីវិធីសាស្ត្រនៃការលាងសម្អាតដ្រូនយកទឹកបាទបានមកដល់ទៀតហើយបាទអ្នកជំងឺលោតទឹកបាទ DJI Mavic 2 Pro មានបញ្ហារាក់ទឹកនេះក៏ឆ្លងកាត់ការជួសជុលឲ្យមួយសារហើយបាទលាងអត់ស្អាតបាទនៅស្ដាំនៅអីមានស្នាមផ្សារណាំអីតែធ្វើអត់ជោគជ័យឥឡូវមកដល់ដៃ DJI Clinic ហើយបាទចឹងលទ្ធផលនៃការជួសជុលដ្រូននេះខ្ញុំនឹងបង្ហាញជូនបងប្អូនទស្សនាទាំងអស់នេះបាទបានបតដូចដែរធ្វើការឆ្លងកាត់បាទលាងសម្អាតឲ្យមួយសារតែនៅអត់ស្អាតហើយបើដាក់ទឹកម្សៅត្រជាក់វិញគឺដាក់ឡើងពេញហ្នឹងហ្មងអានេះមិនថាត្រជាក់បាទគឺកកបណ្ដោយដាក់ប៉ាតណាប៉ាតណៃយើងត្រូវការ maintenance សម្អាតអីក៏អត់កើតដែរវាប្រឡាក់ពេញហ្នឹងហើយយើងត្រូវការលាងសម្អាតចេញហើយបានត្រូវការវាស់វែងរកកន្លែងកំហូចមួយសារទៀតបាទនៅពេលដ្រូនធ្លាក់ចូលទឹកបាទមិនថាទឹកសាទឹកប្រៃបងប្អូនប្រើវិធីសាស្ត្រណាខ្លះដើម្បីលាងសម្អាតដ្រូនបាទចឹងតាមវិធីសាស្ត្របងប្អូនអាចខមមិននៅក្នុងនេះបានបាទតែវិធីសាស្ត្រខ្ញុំបាទធ្លាក់ទឹកគឺត្រូវតែយកទៅលាងទឹកបាទលាងឲ្យស្អាតបាទហើយបងប្អូនខ្លះគាត់យកទៅត្រាំកយកទៅលាងសាំងលាងអីចឹងណាព្រោះសាំងខ្លះវាមានអុកតានតិចវាធ្វើឲ្យបតយើងស្អាតអត់អីទេតែវានឹងធំក្លិនណាហើយបើប្រភេទសាំងខ្លះទៅវាធ្វើឲ្យបតរបស់យើងល្បកបាទយើងរើសប្រភេទសាំងឬមួយថ្នាំសម្អាតអត់ត្រឹមត្រូវធ្វើឲ្យបតយើងមានកាន់តែមានបញ្ហាហ្នឹងហើយកាលណាបងប្អូនលាងកបាយក៏វាអស់តែជាតិសំណើមនេះហើយដូចជាក្រាមអំបិលជាតិអាស៊ីតអុកស៊ីតកម្មផ្សេងនៅលើបតហ្នឹងគឺវានៅដដែលអញ្ចឹងបងប្អូនលាងអត់ស្អាតទេចៃដន្យល្អទៅបងប្អូនអាចលាងទៅអស់ជាតិទឹកហ្នឹងបងប្អូនអាចប្រើបានអញ្ចឹងណាករណីខ្លះគឺដ្រូនរបស់បងប្អូនអត់ខូចទេដល់ពេលយើងលាងសម្អាតដល់ត្រឹមត្រូវធ្វើឲ្យដ្រូនរបស់បងប្អូនវាកាន់តែធ្ងន់ធ្ងរលើដើមបាទនេះគឺតែមកពីបន្ទប់ទឹកនៅថ្មីដែរនៅសាមល្អណាស់ណាដ្រូននេះធ្លាក់ទឹកបាទគឺខ្ញុំត្រូវយកទៅលាងទឹកបាទលាងទឹកឲ្យស្អាតបាទហើយដូចវីដេអូមុននេះគឺការសម្អាតគឺបាទគឺសម្អាតដូចបែបនេះបាទគឺអត់មាននៅសម្អាតលំនៅសល់ម្សៅត្រជាក់ហ្នឹងទេព្រោះតែកាលណាម្សៅត្រជាក់ហ្នឹងធ្លាក់ចូលទឹកវាធ្វើឲ្យខូចគុណភាពហើយវានៅជាប់អំបិលជាប់អីជាតិអាស៊ីតជាតិអីចឹងបាទកាលណាយើងលាងសម្អាតយើងត្រូវលាងចេញម្សៅត្រជាក់ឲ្យអស់បាទហើយយើងវាស់វែងតេស្តវាហើយបាទយើងដាក់ម្សៅត្រជាក់ថ្មីហើយយើងអត់លាបអីពេញនេះលាបតែពេញតែមកលើ CPU ដែល processor ដែលវាធ្វើការហ្នឹងទេតែប៉ុណ្ណាបាទត្រជាក់ពណ៌សមិញបាទមិនមែនលាងសម្អាតស្រួលទេបាទគឺចូលអស់ទឹកថ្នាំលាងច្រើនហើយហ្នឹងហើយកុំថាយកទឹកសាប៊ូក្រូចមកដាក់ទឹកលាងអីលាងអត់ចេញទេបាទនៅស្អិតទៅតាត់ទៅហ្នឹងអញ្ចឹងយើងត្រូវការជួសជុលអីពិបាកមែនតើបាទសម្អាតចាបងអត់ដូចម្សៅខៀវរបស់វានៅជាប់ពីរោងចក្រមកណាយើងដាក់លាងមកយើងចេញយើងកោសវាបានណាហ្នឹងហើយបងប្អូនពេលជួសជុលហើយកុំដាក់ម្សៅច្រើនពេកបាទហ្នឹងធ្វើឲ្យបញ្ហាបងប្អូនពេលជួសជុលថ្ងៃក្រោយទៀតហ្នឹងហើយបាទនេះការងារលាងដ្រូនទឹកបាទគឺដល់បាយទាំងអស់បាទមិនថាដ្រូនវិមបលផ្នែកណាវាទៅដល់អស់ចឹងបើថាបងប្អូនត្រូវការជួសជុលដ្រូនទឹកឲ្យបញ្ហាបាទគឺការយើងអត់ទទួលទេព្រោះការងារលាងដ្រូនទឹកហ្នឹងវាស្មុគស្មាញហើយប្រើពេលយូរបន្តិចបាទជាងត្រូវការលាងសម្អាតម៉ត់ចាប់បានយើងអាចជួសជុលแล้วវាបានលទ្ធផលល្អភាគរយវាច្រើនអញ្ចឹងណាកាលណាបងប្អូនប្រញាប់ដូចដ្រូនក្រាក់ធម្មតាអញ្ចឹងយើងបាទជួសជុលแล้วបាទហ្នឹងហើយ Nice យើងជួសជុលរួចរាល់ហើយយើងដាក់ម្សៅត្រជាក់នឹងចូលវិញហ្នឹងហើយយើងដាក់កន្លែងណា chip CPU អីវាបានហ្នឹងហើយកន្លែងណាសំខាន់ណាកុំដាក់ប៉ាត់ណាប៉ាត់ណីអញ្ចឹងវាពិបាកពេលខ្លះវាអាចប៉ះពាល់វាមានជាតិកតិចដៃអីទៅវាអាចឆ្លងដែរបាទ DJI Mavic 2 Pro ធ្លាក់ទឹកបាទជួសជុលរួចរាល់ហើយបាទតែយើងធ្វើការរៀបតេស្តដំណើរការវិញហើយតែយកមកដំណើរការដូចជាបលកាមេរ៉ាអត់ចេញរូបខុសអត់កើតកាំងម៉ូទ័រអីបាទហើយបតទៅសិតទឹកសិតស្នាមអីចឹងឥឡូវលាងសម្អាតឲ្យអស់ហើយអូខេនេះលទ្ធផលបាទដំណើរការវិញហើយហើយតើម៉ូទ័រធម្មតាកាលណាវាចូលទឹកវាពេលយើងជួសជុលដាក់ប្រេងហើយវាងលាន់ជាងមុនបើបងប្អូនចង់បានស្អាតដូចដើមតតែយើងបដូរម៉ូទ័រចេញចឹងណាបញ្ហានេះក៏អត់មានអីគាត់តែវាឡើងសំឡេងខ្លាំងជាងមុនតែនៅខុសបាយធម្មតា
ខ្លាំងជាងមុនអញ្ចឹងពេលហោះហើរបញ្ហានេះក៏មកដល់វាកាំងនឹងថាវាកាំងវាបណ្ណាវាចោតជាបញ្ហាហ្នឹងតែពេលយើងដាក់ប្រេងអីវេទនាការវិញទៅធម្មតាបដាងដែលវាមានចេះវាចូលទឹកយកអីដល់ពេលយើងសម្អាតទៅវារៀងលងជាងមុនអញ្ចឹងណាបាទដល់ពេលយើងហោះទៅវារៀងលងសលេងតែហោះទៅខាងលើទៅអត់បញ្ហាទេហ្នឹងហើយអញ្ចឹងរួចរាល់ហើយបាទសូមអរគុណ